Hero ចំនួន5ដែលអាចចេញក្រៅពី map បានយើងទាំងអស់គ្នាដឹងហើយថា map គឺមានទំហំធំដូច្នេះកម្រមាន hero រូបណាដែលអាចចេញក្រៅបានដោយងាយៗនោះទេតែថ្ងៃនេះ admin ក៏សូមលើកយកនៅ hero MLBB ចំនួន5ដែលអាចចេញក្រៅ map បានហើយមុននឹងចូល admin សូមផ្សាយពាណិជ្ជកម្មមួយសម្រាប់ថ្ងៃស្អែកនៅម៉ោង3មួនធួននឹងធ្វើការ free នៅ ticket លើកទី1របស់ event national session របស់ Mia ជាមួយ Florin សម្រាប់គ្នាយើងណាដែលជាដៃ Florin និង Mia complete top up ម្នាក់មួយផងដោយសារគេនឹង free 29 token នៅលើកទី1ហើយលើកទី2ក៏ free ដូចគ្នា29ដូចគ្នាហើយសម្រាប់លើកទី1នេះគេ free នៅថ្ងៃស្អែកម៉ោង3នឹងគ្នាយើងហើយសម្រាប់ hero ដែលអាចចេញក្រៅ map បានតោះយើងស្ដាប់ទាំងអស់គ្នា hero ដែលអាចចេញក្រៅ map បានគឺមានដូចជា hero Hanzo គឺអាចប្រើនៅ ultimate របស់គាត់ប្រែកាយខ្លួនឯងហោះចេញក្រៅ map បានដូចងាយទី2 hero Novaria គឺអាចប្រើនៅ skill ទី2របស់គាត់បាននៅក្នុងការហោះចាក់ចេញទៅក្រៅ map បានដូចគ្នាសម្រាប់ hero ទី3គឺជា hero Faramis គឺជា hero support មួយដែលគាត់ក៏មាននៅ skill ទី1នៅក្នុងការចាក់ចេញទៅក្រៅ map បានដូចគ្នាទី4 hero Pasa យើងដឹងថា Pasa ក៏មិនខុសអីអំពី hero មុនដែរគាត់ក៏មាននៅ ultimate ប្រែកាយទៅជាសត្វបាសីដែលជាប្តីរបស់គាត់ហោះចេញទៅក្រៅ map បានដូចគ្នាទី5គឺជា hero Yuchong ស្ដេចនាគ Yuchong គឺជាស្ដេចនាគដូច្នេះគាត់ក៏មាននៅ ultimate ប្រែក្រឡាខ្លួនពីមនុស្សទៅជានាគដែលអាចហោះឆ្លងកាត់ឲ្យចេញក្រៅ map បានដូចគ្នានោះដែរតែគ្នាយើងនឹងមានដឹងថា hero អ្វីទៀតដែលតែអាចហោះចេញក្រៅ map បានសូម comment មតិនៅខាងក្រោមម្នាក់មួយឲ្យ admin បានដឹងម្នាក់មួយផងណាអរគុណជួបគ្នានៅវីដេអូក្រោយបាយ